សួស្តីអ្នកនរគ្នាខ្ញុំចូលអ៊ីពីចង់ដឹងហើយថ្ងៃនេះយើងនឹងមកមើលសារសម្រាប់អ្នកនរគ្នានៅក្នុងខែ2នេះហើយនេះ random ទេវាអត់មាន pick up card ទេអញ្ចឹងបើសិនអ្នកនរគ្នាឃើញវាជាសារសម្រាប់អ្នកនរគ្នាអូខេអញ្ចឹងសូមផ្ដល់អារម្មណ៍ជាមួយនឹងខ្ញុំអ្នកនរគ្នាដើម្បីសួរថាតើមានសារអ្វីដែលសំខាន់សម្រាប់អ្នកនរគ្នានៅក្នុងខែ2នេះមើលវីដេអូមួយក្នុងខែ2ក្នុងខែ2វ៉ាវខែ2ហ្មងរដូវកាលនៃក្តីស្រឡាញ់អូខែ2ឥឡូវពាក់កណ្ដាលខែខ្ញុំបានធ្វើវីដេអូយើងមើលតាមហ្នឹងទៅអូខេអញ្ចឹងសម្រាប់ខែ2ហ្នឹងខ្ញុំឃើញថាអ្នកនរគ្នាអាចនឹងចង់ធ្វើរឿងច្រើនមែនតើប៉ុន្តែឃើញភាគច្រើនធ្វើបាននិយាយទៅជោគជ័យច្រើនអញ្ចឹងណាអ្វីអ្នកនរគ្នាដូចជាមនុស្សដែលមានទេពកោសល្យច្រើនមានថាអាចធ្វើរឿងបានច្រើនហើយរឿងវាអាចសម្រេចទៅបានអញ្ចឹងណាចឹងខ្ញុំថាមានទេពកោសល្យច្រើនហើយមើលទៅអ្នកនរគ្នាសប្បាយចិត្តច្រើននៅក្នុងខែ2ហ្នឹងវាដូចពោជ័យមួយសម្រាប់អ្នកនរគ្នាក្នុងខែ2ណាបើថាមានក្តីស្រឡាញ់ច្រើនមានអារម្មណ៍មនោសញ្ចេតនាល្អហើយបើសិនជាអ្នកនរគ្នាជួបគូវិញណាគឺគូដែលថាទៅជាគ្រួសារតែម្ដងគ្រួសារដែលមានអារម្មណ៍ថាពេញលេញជាគ្រួសារអញ្ចឹងណាមានក្តីស្រឡាញ់ប៉ាម៉ាក់កូនអីចុះសម្រងគ្នាគឺមើលទៅវាបែបនឹងច្រើនហើយមួយទៀតអ្នកនរគ្នាអាចនឹងមានរឿងអីមួយដែលអ្នកនរគ្នាមានអារម្មណ៍ថាអ្នកនរគ្នាធ្វើទៅវាអត់ត្រូវមានមួយរឿងដែរនៅក្នុងខែ2ហ្នឹងអ្នកនរគ្នារៀងខកចិត្តឬក៏មានអារម្មណ៍ថាសោកស្ដាយទៅលើរឿងហ្នឹងវាដូចបាត់បង់អ្វីមួយនៅក្នុងជីវិតរបស់អ្នកនរគ្នាឬក៏ផ្ដាច់តំណែងអីមួយដែរអញ្ចឹងណាមានពេលមួយហ្នឹងអ្នកនរគ្នាដូចបាត់បង់ដូចវារៀងសម្ពាធដែរចំណុចមួយហ្នឹងរឿងមួយហ្នឹងវាធ្វើឲ្យអ្នកនរគ្នារៀងបាត់អារម្មណ៍មកផ្លេតមកពេលអញ្ចឹងណាតែវាមិនមែនទៅថារឿងហ្នឹងវាធំខ្លាំងវាសម្ពាធឲ្យអ្នកនរគ្នាខ្លាំងឯងគ្រាន់ថាមករឿងហ្នឹងមកពេលហ្នឹងគឺអ្នកនរគ្នាមានអារម្មណ៍ថា disappoint ឬខកចិត្តខ្លាំងធ្វើអត់តែធ្វើអត់កើតដែរអញ្ចឹងណាបើសិនជាវាថាអ្នកនរគ្នាមានកិច្ចការមានអីត្រូវធ្វើអាមកពេលបាត់ហ្នឹងគឺធ្វើអត់ចាញ់ហ្មងតែថាខែ2ហ្នឹងវាមានទាំងរឿងល្អវាមានទាំងរឿងអត់ល្អតែគាត់ថាមកពេលហ្នឹងបាត់ហើយអ្នកនរគ្នាក៏វាថាប្រឹងខ្លួនឯងបានវិញទៅធ្វើកិច្ចការរបស់អ្នកនរគ្នាបានល្អវិញអញ្ចឹងវាថាចុងក្រោយគឺវាអញ្ចឹងមើលទៅវាថាល្អជាងមុនរងំជាងមុនប៉ុន្តែអាមកពេលហ្នឹងគឺរៀងខកដែរខកចិត្តខកបំណងអីអញ្ចឹងហើយអ្នកនរគ្នាអាចធ្វើការរៀងហត់ខំធ្វើការជាងមុនអីដែរអញ្ចឹងណាក្នុងខែ2ហ្នឹងនឹងអាមកពេលដែលអ្នកនរគ្នា disappoint ហ្នឹងណាពេលហ្នឹងគឺអ្នកនរគ្នានឹងនិយាយថាគិតអីអត់ចាញ់អត់ដឹងថាខ្លួនឯងត្រូវធ្វើអីបែប loss មកពេលហ្នឹងហើយបន្តមកទៀតបាន recover មកវិញហើយបានអាច move on នឹងរឿងហ្នឹងទៅល្អជាងមុនអីចឹងទៅជួយបេះដូងទៀតនិយាយទៅខ្ញុំមានអារម្មណ៍ថាវាដូចល្ខោនដោយសារចេះអ្នកនរគ្នាឥឡូវនិយាយចេះអារម្មណ៍ឈឺចាប់ចុកកាំងហើយតមកទៀតអស់លេងខ្លួនឯងបានទៅវិញវាដូចតំណការវាអញ្ចឹងក្នុងខែ2ហ្នឹងវាគ្រប់រសជាតិហ្មងណាអត់ល្អអារម្មណ៍អត់ល្អរឿងល្អកាត់ឡើងមកពេលទៅអ្នកនរគ្នាហៅអីទេប៉ុណ្ណឹងទៅមុខទៀតអញ្ចឹងណាបើណារឿងហ្នឹងឈឺចិត្តដែរចាក់ឈុចអញ្ចឹងណាវាអាចមានណាគេធ្វើឲ្យឈឺចាប់អីដែរអញ្ចឹងរឿងហ្នឹងវាពាក់ព័ន្ធនឹងអារម្មណ៍មនោសញ្ចេតនារៀងស៊ីជម្រៅតែគាត់ថាវាអារម្មណ៍ហ្នឹងវាឈឺបេះដូងឈឺបេះដូងអារម្មណ៍ហ្នឹងធ្វើអ្នកនរគ្នាឈឺបេះដូងហ្មងមានអារម្មណ៍ថាខកចិត្តឈឺចាប់ណាអាហ្នឹងនេះ
ដូចគេយកដាវយកកបិតមកចាក់លើបេះដូងអ្នកនរគ្នាអញ្ចឹងណាវាបំផ្លាញទឹកចិត្តរបស់អ្នកនរគ្នាអញ្ចឹងបើអ្នកនរគ្នារៀនខកចិត្តតែមកទៀតអ្នកនរគ្នាដាក់ខ្លួនឯងវិញថាអីទេប៉ុណ្ណឹងដោះលែងទៅមុខទៀតទៅធ្វើអីដែរអ្នកនរគ្នាគួរធ្វើទៅធ្វើកិច្ចការរបស់អ្នកនរគ្នាមានការងារទៅធ្វើការងារអីអញ្ចឹងណាអញ្ចឹងគាត់រឿងហ្នឹងគេអូខេបើសិនជានេះអ្នកនរគ្នាប្រយ័ត្នទៅក្នុងខែ2ហ្នឹងបើសិនរឿងហ្នឹងមិនទៅកាត់ឡើងទេណាប្រយ័ត្នថៃក៏កុំដាក់ចិត្តពេកទៅលើជាសេះមនុស្សកុំទៅដាក់ចិត្តពេកវាអាចធ្វើអ្នកនរគ្នាជឿចាប់ខ្លាំងអីចឹងណាគេយកកបិតមកចាក់ជួយក្រោយខ្នងអីយើងមិនដឹងទេហ្នឹងហើយអញ្ចឹងមិនថាកុំដោយសារតែអ្នកដតីធ្វើឲ្យខ្លួនឯងបាត់បង់អ្វីដែលជាខ្លួនឯងបាត់បង់ភាពសុបាយរីករាយរបស់អ្នកនរគ្នាពួកអីដោយសារតែរឿងហ្នឹងមិនធ្វើឲ្យអ្នកនរគ្នា stop ចុកកាំងធ្វើអីអត់កើតវាអត់មានបានផលប្រយោជន៍ឬក៏ចំណេញអីដល់អ្នកនរគ្នានៅក្នុងរឿងហ្នឹងទេដោះលែងវាទៅខ្ញុំឃើញថាអ្នកនរគ្នាក៏ដោះលែងវាដែរនៅក្នុងខែ2ហ្នឹងហ្មងអត់មានចាំវិញឆ្ងាយអីទេគ្រាន់ថាសារក៏គេចង់ប្រាប់បែបហ្នឹងដែរថារឿងហ្នឹងវានឹងមកវានឹងកើតអ្នកនរគ្នានឹងខកចិត្តអ្នកនរគ្នានឹង disappoint ទៅលើរឿងហ្នឹងប៉ុន្តែ that's okay this is life ហ្នឹងហើយគឺជាជីវិតវាគឺជាជីវិតអ្នកនរគ្នាត្រូវតែជួបចឹងគ្រាន់ថាយើងរៀនទទួលស្គាល់ទទួលយករឿងហ្នឹងហើយទទួលស្គាល់ហើយយើង move on ទៅធ្វើរឿងឲ្យផ្សេងទៅធ្វើអ្វីដែលវាល្អជាមួយនឹងជីវិតរបស់យើងអញ្ចឹងណាបាច់ចាំចុកកាំងចប់ជាមួយនឹងអារឿងហ្នឹងទេវាមានប្រយោជន៍អីទេវាបែបអញ្ចឹងវាប៉ុន្តែធ្វើតែអ្នកនរគ្នាឈឺចាប់ឈឺចិត្តហ្នឹងរបៀបអញ្ចឹងឃើញមានឱកាសលុយកាក់មកដែរប៉ុន្តែវាពាក់ព័ន្ធនឹងការព្យាយាមរបស់អ្នកនរគ្នាចឹងអ្នកនរគ្នាខំប៉ុណ្ណាវាបានប៉ុណ្ណឹងសង្ឃថាវាបានមករៀងយឺតជាងការខំប្រឹងប្រែងរបស់អ្នកនរគ្នាទៀតប៉ុន្តែវានឹងទទួលបានវាប្រសើរជាងទៅធ្វើអីដែលធ្វើឲ្យអ្នកនរគ្នាខកចិត្តហើយឃើញអ្នកនរគ្នារៀងពេលដែល back មកវិញត្រឡប់មកវិញជាមួយនឹងធម៌ពលល្អបន្ទាប់ពីមានការឈឺចាប់ឬក៏ការខកចិត្តនឹងហើយខ្ញុំឃើញអ្នកនរគ្នាគឺចាស់ទុំជាងមុនគិតបានច្បាស់លាស់ជាងមុនទោះបីជាការគិតពេលខ្លះវារៀងរងរតឹងតិចនៅក្នុងខែ2ហ្នឹងប៉ុន្តែយើងច្បាស់លាស់ជាងមុនយើងដឹងថាខ្លួនឯងចង់បានអីចង់ធ្វើអីវាអញ្ចឹងរៀងចាស់ទុំគំនិតច្បាស់លាស់ហ្មងអញ្ចឹងទៅមើលទៅល្អជាងមុនហើយបាច់តែខ្វល់ខ្វាយអីច្រើនទេគាត់ដឹងថាអ្នកនរគ្នាអាចមានតែកុសលធ្វើរឿងបានច្រើនអញ្ចឹងកុំខ្វល់ខ្វាយទៅលើអារឿងដែលខកចិត្តតែមួយពីរហ្នឹងផ្លូវទៅមុខវាវែងឆ្ងាយទៀតដោះលែងគេថាដោះលែងខ្លួនឯងឲ្យមានសេរីភាពនេះដូចម្នាក់ហ្នឹងចឹងការហ្នឹងវាច្រាស់ល្អដោយសារបើសិនជាអត់ចិត្តទេអ្នកនរគ្នានៅជាប់នៅក្នុងរឿងហ្នឹងចឹងមិនមែនថាអ្នកនរគ្នារបួសឈឺចាប់នេះឃើញទេការនេះក៏វាច្រាស់ដែរវានៅតែសារបញ្ជាក់មកហ្មងរឿងអីក៏ដោយវាថាអ្នកនរគ្នានឹងរួចផុតពីអាការឈឺចាប់ទាំងអស់ហ្នឹងហើយ move on ទៅដំណាក់កាលមួយទៀតនៃជីវិតទៅវាថា the state of your life ហើយអ្នកនរគ្នាអាចនឹងចុះកាំងការកាត់មួយរយៈធំនៅក្នុងខែ2ហ្នឹងអញ្ចឹងបើសិនជាឃើញខ្លួនឯងចុះកាំងហើយព្យាយាមដាក់ខ្លួនឯងមកវិញមកបើអត់ប្រយោជន៍ទេរឿងហ្នឹងវាធ្វើអ្នកនរគ្នាអញ្ចឹងហ្នឹងខ្ញុំថាព្យាយាមដាក់ខ្លួនឯងមកឲ្យខ្លួនឯងត្រឡប់មកជាខ្លួនឯងវិញធ្វើអីដែលខ្លួនឯងគួរតែធ្វើអត់ចាំបាច់ទៅខ្វល់ខ្វាយរឿងអតីតកាលដែលវាអត់ល្អភាពឈឺចាប់ហ្នឹងវានៅក្នុងភាពឈឺចាប់ហើយខ្ញុំប្រាប់ថាការដោះលែងអ្នកនរគ្នាហ្នឹងវាមិនមានន័យថាអ្នកនរគ្នាត្រូវដោះលែងរឿងហ្នឹងហើយឧបមាថាវាជារឿងដែលណាគេម្នាក់ធ្វើអ្នកនរគ្នាឈឺចាប់អ្នកនរគ្នាអាចអត់ទោសអីគេដើម្បីដោះលែងចិត្តខ្លួនឯងឲ្យបាត់ឈឺចាប់វិញប៉ុន្តែមិនមានន័យថាយើងបំភ្លេចរឿងហ្នឹងទេបំភ្លេចមិនបំភ្លេចទៅនឹងមិនមែនមានន័យថាអ្នកនរគ្នាទៅចង់គំនុំក្នុងសក់អីទេប៉ុន្តែយើងត្រូវចងចាំភាពឈឺចាប់ហ្នឹងឲ្យដាស់តឿនខ្លួនឯងថាកុំឲ្យមានរឿងហ្នឹងកាត់ឡើងលើអ្នកនរគ្នាម្ដងទៀតបែបអញ្ចឹងណាបើយើងទទួលស្គាល់លើស្ថានភាពហ្នឹងតែមិនមែនយើងទទួលយកលើស្ថានភាពហ្នឹងទេប៉ុន្តែយើងក៏មិនអាចធ្វើឲ្យខ្លួនឯងជាប់គាំងក្នុងស្ថានភាពបែបហ្នឹងដូចគ្នាទទួលស្គាល់តែមិនទទួលយកទេចឹងយើងមិនទទួលយកស្ថានភាពហ្នឹងយើងមិនអាចធ្វើឲ្យខ្លួនឯងទៅជាប់គាំងឬក៏មានភាពឈឺចាប់ខ្លាំងនៅក្នុងស្ថានភាពហ្នឹងទេយើងត្រូវតែ move on យើងត្រូវតែធ្វើឲ្យជីវិតខ្លួនឯងប្រសើរឡើង no one gonna care about your life គ្មានអ្នកគេខ្វល់ពីជីវិតរបស់អ្នកនរគ្នាជាងអ្នកនរគ្នាទេទោះបីជាមនុស្សហ្នឹងស្រឡាញ់អ្នកនរគ្នាល្អមួយអ្នកនរគ្នាប៉ុណ្ណាក៏ដោយចុងក្រោយមានតែអ្នកនរគ្នាដែលជាម្ចាស់ជីវិតរបស់អ្នកនរគ្នាសូខែ2ហ្នឹង live your life ហើយខ្ញុំឃើញថា at least អ្នកនរគ្នាមានគ្រួសារដែលតែងតែជួយលើកទឹកចិត្តឬក៏ជំរុញទឹកចិត្តបានល្អជាងមុនណាឬក៏មានមនុស្សដែលអ្នកនរគ្នា feel love មានអារម្មណ៍ថាគេស្រឡាញ់អ្នកនរគ្នាពិតប្រាកដអត់ខ្លាំងខ្លាយអញ្ចឹងណាទោះបីមានអ្នកចាក់ធ្វើឲ្យឈឺចាប់ក៏ដោយប៉ុន្តែនៅតែមានអ្នកដែលធ្វើឲ្យអ្នកនរគ្នាមានអារម្មណ៍ថាអ្នកនរគ្នា
ទទួលបានក្តីស្រឡាញ់ដូចជា family អញ្ចឹងពាក្យ family មួយម៉ាត់វាមិនមានន័យថាតែគ្រួសារបងប្អូនកើតហ្នឹងឯងអ្នកដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចជាផ្ទះរបស់អ្នកទាំងអស់គ្នាហ្នឹង family ដែលពិតប្រាកដហ្មងអូខេសាសម្រាប់ខែ2ហ្នឹងមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ